ចាហោសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី9ដែលជាវីដេអូចែករំលែកទាក់ទងទៅនឹងមេរៀនបន្តពីមេរៀនមូលដ្ឋានគ្រឹះអញ្ចឹងបងប្អូនដែលទើបតែមកថ្មីបាទចង់សិក្សាទាក់ទងទៅនឹងភាសាចិនដែលពីដំបូងមកបំផុតណាអញ្ចឹងអាចទៅរៀនពីវីដេអូទី1ដែលខ្ញុំបានចែករំលែកមកហើយរហូតហោហាយរហូតមកដល់វីដេអូនេះមកអញ្ចឹងវីដេអូនេះដល់វីដេអូទី9ហើយវីដេអូទី8យើងសិក្សាអំពីអីគេមានខាងឆ្វេងខាងស្ដាំខាងលើខាងក្រោមអីអញ្ចឹងទៅបាទអញ្ចឹងវីដេអូថ្ងៃនេះយើងសិក្សាអំពីតកតងទៅនឹងលេខវិញម្ដងបាទកុំឲ្យខាត់ពេលវេលាយូរអញ្ចឹងយើងចូលមេរៀនរបស់យើងតែម្ដងអញ្ចឹងមករៀនអានទាំងអស់គ្នាផងហើយថាតាមទាំងអស់គ្នាផងបាទស៊ូហ្គឺបាទស៊ូហ្គឺអញ្ចឹងបកប្រែមកថាលេខរៀងបាទអញ្ចឹងដំបូងគេបាទអីគេលេខ0បាទអញ្ចឹងលេខ0ក្នុងភាសាចិនយើងអានថាលីងបាទលីងអញ្ចឹងយើងប្រកបទាំងអស់គ្នាលលអ៊ីងលីងដល់ពេលដាក់សំឡេងទីប៉ុន្មានបាទសំឡេងទី3បាទអញ្ចឹងលីងបាទលីងបាទអញ្ចឹងលេខ0បាទអ៊ីលេខ1បាទអ៊ីលេខ1លេខ2យើងអានថាអបាទអលេខ2លេខ3យើងអានថាសានបាទអានសំឡេងទី1ស្មើបែបហ្នឹងសានបាទលេខ3អញ្ចឹងមកដល់លេខ4យើងអានថាសឺបាទសឺបាទលេខ4បាទអញ្ចឹងលេខ5យើងអានថាអ៊ូបាទអ៊ូលេខ5បន្តទៀតអញ្ចឹងលេខ6យើងអានថាលាវបាទយើងអានសង្កត់ចុះសំឡេងទី4បាទលាវបាទលាវលេខ6ដល់ពេលលេខ7ភាសាចិនយើងអានថាឈីបាទលេខ7លេខ8ចិនយើងអានថាប៉ាបាទអានសំឡេងទី1បាទអញ្ចឹងលេខ9យើងអានថាជាវបាទជឺអ៊ីវជាវដល់ពេលសំឡេងយើងដាក់សំឡេងទី3ចូលមកជាវបាទលេខ10យើងអានថាសឺបាទសំឡេងទី2បាទយើងសង្កត់ខាងក្រោមរួចយើងអស់ឡើងលើបាទសឺបាទសឺបាទលេខ10អញ្ចឹងត្រង់នេះយើងមានចំណុចមួយដែលយើងគួរកត់ចំណាំសម្គាល់ចំពោះលេខ11ទៅបាទអញ្ចឹងភាសាចិនពីលេខ1រហូតដល់លេខ10គឺវាមានរូបសន្តានខុសគ្នាបាទអញ្ចឹងដូចយើងបានអានពីដំបូងមកវិញអញ្ចឹងបាទពីលេខ1លេខ2រហូតមកដល់លេខ9ដល់លេខ10អញ្ចឹងរូបរាងវាខុសគ្នាប៉ុន្តែដល់ពេលលេខ11យើងគ្រាន់តែយកលេខ10ហើយយើងបូកលេខ1បន្ថែមពីក្រោយមកគឺ11ហើយអញ្ចឹងដូចគ្នាផងដែរ12យើងយកលេខ10ហ្នឹងបូកបន្ថែមលេខ2មកគឺ12 13យើងយកលេខ10បូកថែម13រហូតហោហាយរហូតដល់19មក19យើងយកលេខ10បូកនឹង9មកគឺ19ហើយអញ្ចឹងដោយឡែក20យើងត្រូវតែសេលេខ2ពីមុខសិនរួចហើយបានថែមលេខ10ពីក្រោយបាទអញ្ចឹងអានេះលេខ20លេខ30ដូចគ្នា30 40 50 60 70 80 90គឺយកចំនួននោះបាទបើ30យើងយកលេខ3រួចដាក់លេខ10ពីក្រោយលេខ40យកលេខ4ដាក់ខាងមុខរួចដាក់លេខ10ពីក្រោយមកគឺលេខ40លេខ90ដូចគ្នាយកលេខ9ដាក់មុខរួចហើយចាំដាក់លេខ10ពីក្រោយមកគឺស្មើនឹងលេខ90ហើយអញ្ចឹងលេខ100គឺចិនយើងអានថាអ៊ីបាយបាទអ៊ីបាយ100អញ្ចឹងអានេះយើងអត់ទាន់អានទេមែនអត់អញ្ចឹងបើ11យើងអានថាយ៉ាងណា11យើងអានសឺអ៊ីបាទ12សឺអបាទ13សឺសានហូហារហូតដល់សឺជាវបាទសុំទោសសឺជាវបាទសឺជាវ19អញ្ចឹង20សឺបាទ21គេវិញសុំទោស21បាទអញ្ចឹង21យើងគ្រាន់តែថែមអានេះ20អញ្ចឹងបើ21យើងថែម1ពីក្រោយមកបាទអីគេបាទសឺអ៊ីអញ្ចឹងមកបាទអាហ្នឹង21ហើយសុំទោសសរសេរខាងនេះកុំឲ្យច្រឡំបើ21យើងថែមលេខ1ពីក្រោយមកសឺអ៊ីមកអញ្ចឹង21ដល់ពេល22សឺអីគេបាទសឺអញ្ចឹងមក22ហូហាយអញ្ចឹងមករហូតដល់លេខ30
30 ចឹងទៅ31 32ចឹងមកបាទចឹងរហូតដល់លេខ100បាទអញ្ចឹងនៅក្នុងនោះផងដែរមានបងភាគច្រើនគាត់ comment ឲ្យខ្ញុំចែករំលែកទៅនឹងរបៀបសរសេរអញ្ចឹងឥឡូវយើងមកកលេចមកមើលពីរបៀបសរសេរទាំងអស់គ្នាបាទតោះឥឡូវយើងរៀនសរសេរពីលេខ0មកមុនបាទអញ្ចឹងលេខ0របៀបសរសេរវាបាទអធិស្ឋានសូមអង្គុយបាទអញ្ចឹងរបៀបសរសេរនៃលេខ0លេងបាទយើងសរសេរបែបនេះបន្តមកបែបនេះបាទតមកយើងគូសពីលើចុះក្រោមហើយយើងដាក់សេរី2ខាងក្នុងបន្តមកទៀតយើងដាក់អានេះ1 2ពីលើ1បាទបែបហ្នឹងអាហ្នឹងលេងបាទដល់ពេល e យើងគូសពីឆ្វេងទៅស្ដាំបាទយើងគូសពីលើ1ហើយក៏មួយទៀតសានបាទសឺលេខ4បាទពីលើចុះក្រោម1ទៅមកបាទតមកយើងដាក់ខាងឆ្វេងខាងក្នុងខាងស្ដាំហើយបានបិទខាងក្រោមដល់ពេលយើងគូសខាងលើ1ពីលើចុះក្រោមបន្ទាប់មកបាទយើងដាក់ខាងក្រោមចិត្តបាទបាទអញ្ចឹងយើងដល់លេខ6បាទលេខ6លាវយើងទៅសេបែបណាបាទយើងគូសខាងលើ1មកបន្តមកទៀតរបាននេះហើយបែបនេះបាទលេខ6អាហ្នឹងលាវដល់ពេលលេខ7យើងគូសយ៉ាងណាបាទយើងមានបច្ឆិតមួយមកបន្ទាប់មកគូសពីលើចុះមកក្រោមបែបនេះបាទហ្នឹងលេខ7បាទឈីដល់ពេលលេខ8ប៉ាអានស្មើបាទអញ្ចឹងយើងគូសឆ្វេងមួយហើយខាងស្ដាំមួយបែបនេះណាប៉ាដល់ពេលជាវលេខ9គូសបច្ឆិតបែបនេះមកហើយអញ្ចឹងវាមានកតុយរៀងបោះឡើងទៅលើបន្តិចបន្ទាប់មកចុងក្រោយគឺសើនេះជាវសើគូសពីណាបាទដេកមួយហើយពីលើចុះមកក្រោមបាទហ្នឹងសើលេខ10បាទអញ្ចឹងដោយសារតែខ្ញុំបង្រៀននេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអាចស្វ័យសិក្សាដោយខ្លួនឯងបានអញ្ចឹងជាការងាយស្រួលខ្ញុំសូមណែនាំឲ្យបងប្អូនទាំងអស់គ្នាទៅdownloadកម្មវិធីមួយដែលមានឈ្មោះថា Playgo Chinese Dictionary នៅក្នុង Play Store ឬ App Store ណាអញ្ចឹង app ហ្នឹងយើងប្រើសម្រាប់check មើលថាតើអក្សរហ្នឹងពាក្យហ្នឹងវាទៅសេបែបណាអីអញ្ចឹងយើងអាច check នៅក្នុងហ្នឹងបានហើយតោះឥឡូវចាំខ្ញុំចុងវីដេអូខ្ញុំបង្ហាញពីរបៀបនៃការប្រើប្រាស់កម្មវិធីមួយហ្នឹងចុងក្រោយបើសិនបងប្អូនទាំងអស់គ្នាត្រូវការផ្ទាំងកិច្ចការងារហ្នឹងដោយសារតែខ្ញុំបញ្យល់អញ្ចឹងអាចបាំងអញ្ចឹងទៅពិបាកកត់អញ្ចឹងអាចចូលទៅយកសិលឹកមេរៀនហ្នឹងនៅក្នុងក្រុមរបស់យើងបានខ្ញុំនឹងដាក់ជូនសម្រាប់បងប្អូនទាំងអស់គ្នាអាចចូលទៅទាញយកសម្រាប់កត់មេរៀនអីបាន free ដែលឥតគិតថ្លៃទេគ្រាន់តែចូលនៅក្នុងរបារ search Telegram ហើយ search ពាក្យនេះមកបាទអញ្ចឹងយើងនឹងឃើញក្រុមមួយដែលខ្ញុំរៀបចំរួចហើយខ្ញុំនៅក្នុងនោះខ្ញុំតម្លាក់សិលឹកកិច្ចការមេរៀនរបស់យើងជាប្រចាំនៅក្នុងនោះឯងបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អរគុណច្រើនជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយទៀតបាយបាយចែកជៀនបាទដំបូងចូលកម្មវិធីនឹងមកហើយត្រង់កន្លែងរបារ search យើង search ពាក្យអ្វីដែលយើងចង់ search មកបាទវាយជាភីងអ៊ីងរបស់វាឧទាហរណ៍ដូចពាក្យនីអញ្ចឹងបាទខ្ញុំវាយរួចត្រង់នេះវាមានយើងអាចបើកសំឡេងឲ្យវាអានបានតើពាក្យនឹងអានយ៉ាងណាអញ្ចឹងហើយមានបញ្យលពាក្យបញ្យលអត្ថន័យក្នុងនឹងផងដែរបន្ទាប់មកយើងចូលកន្លែងថា stroke បាទហើយយើងចុច play ខាងក្រោមនោះទៅនោះយើងនឹងឃើញវាចេញចលនាហើយបាទហើយត្រង់ហ្នឹងយើងអាចដាក់លបឿនឲ្យវាយឺតជាងនឹងអីក៏បានដែរបាទឥឡូវខ្ញុំសាកលបងពាក្យថាវ៉ម្ដងបាទអញ្ចឹងយើងអាចឃើញហើយមានអត្ថន័យមានអីហើយយើងអាចដាក់វាអានឲ្យយើងស្ដាប់បានទៀតក្នុងនោះមានប្រយោគឧទាហរណ៍ផងដែរបាទហើយក្រោយមកទៀតបាទយើងអាចចូល stroke ដើម្បីមើលថាតើវាទៅសេបែបណាបាទនេះយើងឃើញហើយអញ្ចឹងងាយទេបាទត្រង់ហ្នឹងហើយមួយទៀតយើងក៏អាចទៅសេជាជក់ផងដែរបើមិនជាយើងអត់ចាំ ping in យើងឃើញអក្សរហ្នឹងមិនយើងសេតាមជក់យ៉ាងតែម្ដងបាទដូចនេះខ្ញុំទៅសេពាក្យ war បាទដូចឃើញអញ្ចឹងបន្ទាប់មកយើងដើរមកហើយដូចខាងដើមអញ្ចឹងដែរបាទយើងចូល stroke ហើយចុច play វាខាងក្រោមទៅយើងនឹងឃើញហើយបាទអរគុណច្រើនបាយបាយ